បាទសួស្តីបងប្អូនទាំងគ្នាបាទថ្ងៃនេះខ្ញុំចង់មកបង្ហាញអំពី RM26.3 បាទដែលផលទៅតែទម្លាក់បាត់ការពីយកម្សិលមិញនេះបាទអញ្ចឹងបាទគឺតកតឹងទៅនឹងបាទ version មួយនេះបាទខ្ញុំបានដំឡើងរួចមកហើយបាទអញ្ចឹងសម្រាប់លើទូរស័ព្ទខ្ញុំគឺ device របស់ខ្ញុំណាបាទគឺ CMA ច្រើនមែនតើបាទ 10G អញ្ចឹងបាទយើងមកមើល description នេះគឺអត់មានអីប្លែកទេបាទគឺគ្រាន់តែបាទជួសជុលបាទជាមួយនឹងបន្ថែមនៅពង្រឹងនៅ security ណាប៉ុន្តែវាស៊ីមេច្រើនជាងដូចជាវាបាទរៀងបាទដូចជាមិនសូវសមណាបាទតែមានបាទ sticker ចំនួន8បាទគឺ emoji បាទចំនួន8ថ្មីបន្ថែមតែខ្ញុំនៅឆែកមើលអត់ទាន់ឃើញទេបាទអត់ទាន់ឃើញមាននៅក្នុង emoji របស់ខ្ញុំណាបាទไปឆែកមើលទៅអញ្ចឹងឥឡូវខ្ញុំសូមបង្ហាញមុខងារថ្មីមួយទៀតបាទតើទៅនឹងការផ្ទេរ data បាទយើងចូលមកកាន់ general មកតមកយើងចូលទៅកាន់កន្លែង transfer and reset ហ្នឹងបាទបន្ទាប់មកយើងចូលកន្លែងបាទ transfer to Android បាទកន្លែងនេះគឺបាទជាបាទ function មុខងារថ្មីណាបាទនៅលើ RM26.3 ដែលអាចអនុញ្ញាតឲ្យយើងគឺ transfer បាទ data បាទឯកសារឬក៏បាទ app ផ្សេងៗហ្នឹងគឺទៅកាន់ Android បាទដែលនៅពេលយើងឈប់ប្រើបាទ iPhone ឬក៏យើងប្រើទូរស័ព្ទពីរបាទ Android មួយ iPhone មួយក៏យើងអាចបាទ transfer បានដែរយើងបាច់ erase លើ iPhone ក៏បានបាទអញ្ចឹងនេះគឺជាបាទមុខងារបាទថ្មីមួយដែលបាទកម្រមានមួយដែរបាទអញ្ចឹងមួយទៀតតើតើទៅនឹងរូបភាពនៅលើបាទ lock screen បាទគឺ style មួយបាទគឺ vector បាទជាមួយនឹងបាទ astronomy ហ្នឹងបាទគឺកាលពីមុនគឺវានៅចូលគ្នាបាទគឺវានៅជាមួយគ្នាបាទអញ្ចឹងឥឡូវនេះគឺគេបំបែកញែកចេញពីគ្នាហើយអញ្ចឹងគឺវាបាទជាកន្លែង feature ឬក៏ widget ផ្សេងគ្នាបាទតែទៅនឹង weather ផ្សេង astronomy ផ្សេងអញ្ចឹងយើងអាច choose បាទមួយបានទៅតាមហ្នឹងណាបាទអញ្ចឹងគឺវាឡើងមានបាទ link កាលពីមុនទៀតហើយបាទអញ្ចឹងបាទនេះគឺបាទជាចំណុចទី2បាទយើងដល់បាទចំណុចទី3បាទទៅនឹងបាទ security បាទរបស់យើងវិញម្ដងបាទលើកនេះបាទ security បាទគឺបានបាទពង្រឹងច្រើនបាទគូសំតើទៅនឹងបាទការ lock នៅ tracking បាទកុំឲ្យអ្នកណាគេតាមដានយើងបានបាទតើទៅនឹងបាទ location អីណាបាទជាមួយលេខទូរស័ព្ទអីចឹងទៅបាទអញ្ចឹងពេលយើងដំឡើង version នេះហើយគឺវា lock auto តែម្ដងបាទគឺវា lock តែម្ដងអញ្ចឹងគឺ Apple គិតគូរបាទចំពោះអ្នកដែលប្រើប្រាស់បាទproduct របស់ខ្លួនណាបាទអញ្ចឹងចំណុចមួយនេះគឺក៏ល្អមួយយ៉ាងដែរគឺវាក៏សំខាន់ខ្លាំងណាស់ដែរបាទដើម្បីកុំឲ្យគេតាមដានបាទយើងបានណាបាទសកម្មភាពយើងណាបាទអញ្ចឹងបាទគឺ AM26 បាទ.3នេះគឺអ្នកនរអាចដំឡើងបាទឲ្យហើយទៅដោយសារតែវាមានចំណុចសំខាន់បាទមួយគឺទៅនឹង security មួយនេះបាទអញ្ចឹងទោះបីជាវាអត់មានបាទការ update ច្រើនក៏វាបានបាទនៃ security ដ៏ល្អមួយនេះដែរអញ្ចឹងការ update គឺស្រួលទេយើងអាចចូលទៅកាន់បាទ setting មកយើងចូល general ហើយ software update មកយើងនឹងឃើញបើកន្លែងនេះតែដោយសារខ្ញុំ download ហើយគឺ install រួចរាល់បាទកាលពីព្រឹកមិញនេះឯងបាទអញ្ចឹងគឺការអស់ចេញចូលអីគឺ smooth បាទធម្មតាវាអត់សូវប្លែកខុសពីមុនទេបាទកម្ដៅអីគឺបាទវានៅថេរទេសម្រាប់អ្នកខ្លះគាត់មានបញ្ហា voice លើ Messenger គាត់ថាមកពី version ហ្នឹងប៉ុន្តែគឺមិនមែនទេគឺវាមកពី app Messenger របស់យើងទៅយើង update ឡើងទៅគឺវានឹងប្រសើរជាងមុនវិញហើយបាទអញ្ចឹងសម្រាប់វីដេអូនេះសូមបញ្ចប់បាទតែត្រឹមនេះបើពេញចិត្តវីដេអូនេះសូមជួយបាទ like page ជាមួយនឹងការ share បាទ follow page ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតបាទអរគុណច្រើនបាទជួបគ្នាបាទនៅវីដេអូក្រោយបាទអរគុណ